មានអ្នកប្រើប្រាស់ឡានជាច្រើនតែមិនដឹងថាតើរថយន្តនឹងម៉ាកអ្វីដែលប្រាស់ច្រើនជាងគេនៅប្រទេសកម្ពុជានោះទេឥឡូវនេះខ្ញុំនឹងបង្ហាញលោកអ្នកបងប្អូនឲ្យបានដឹងក្រុមហ៊ុនចូលលេខ1គឺក្រុមហ៊ុន Toyota Camry នៅតែពេញនិយមរបស់ប្រជាពលរដ្ឋ Corolla នៅតែស៊ីវិល័យចូលចំណងគេចុះ Highlander អូស្រឡាងាយស្រួលធ្វើដំណើរតាមផ្លូវឆ្ងាយៗ Lancer ឡើងភ្នំចុកខ្សែពីពកទៅរួចបានទាំងអស់កម្លាំងខ្លាំងនៅតែពេញនិយមរបស់អ្នកប្រើប្រាស់ព្រោះមិនថាយុវវ័យមិនថាមនុស្សចាស់វ័យជំទង់ជួយជួយប្រើប្រាស់ដោយសារតែពួកគេជួយចិត្តក្នុងការកាន់កាប់បច្ច័យក្រុមហ៊ុនចូលលេខ2គឺស៊ីអូយ300ខ្ពស់ស្រឡះងាយធ្វើដំណើរតាមផ្លូវចេញចូលទូផ្លូវរលាក់យ៉ាងណាក៏ដោយអូយ330នេះមានអូយ330Gមានអារម្មណ៍ថាខ្លួនគឺមានតម្លៃចូលចំណងពីចុះទោះបីគ្រីឡានថ្មីយ៉ាងណាក៏ដោយក៏ដូចជាធន់ខ្ពស់មើលទៅដូចជាហងពួនតាមទួនាទីឋានៈរបស់អ្នកប្រើប្រាស់ក្រុមហ៊ុនចូលលេខ3គឺ Honda CR-V នៅតែពេញនិយមហើយមានតម្លៃគួរសមខ្ពស់đểធ្វើដំណើរជិះចូលតាមបណ្ដាខេត្តនិងផ្លូវលំបាកក្រុមហ៊ុនចូលលេខ4 Nissan ដូចជា Nissan Frontier ខ្ពស់ស្រឡះមុខមាំអ្នកអាចធ្វើដំណើរតាមផ្លូវឆ្ងាយថែមទាំងដឹករបស់របរបានតាមចិត្តក្រុមហ៊ុនចូលលេខ5គឺជាក្រុមហ៊ុន Mitsubishi ដូចជា Mitsubishi X-Force រូបរាងមើលទៅមិនម៉ាត់បំកំពុងមកជុំបានធ្វើដំណើរជាលក្ខណៈគ្រួសារបានយ៉ាងសុវត្ថិភាពមិនថាប្រជិតឬឆ្ងាយនោះទេ